សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបនៃការឆាមីសួរឲ្យមានសំណើមដោយមិនរិចពេកនិងមិនស្ងួតពេកឥឡូវនេះនេះជាវីដេអូដំបូងហើយដែលខ្ញុំ voice over បន្លែដែលយើងត្រូវមានដូចជាមានស្លឹកដើមឆាយជាមួយនឹងស្ពៃក្តៅហើយនឹងការ៉ុតបន្តិចហើយនឹងស្លឹកជីក្តៅនិងផ្សិតជាមួយនឹងស្លឹកជីក្តៅហើយនឹងមីសួររបស់យើងមុនរៀបចំឆាក៏តែលាយគ្រឿងមុនដើម្បីជាមួយសម្រួលល្បឿននៃការឆារបស់យើងកុំឲ្យយើងកូរគ្រឿងយូរជាដំបូងយើងដាក់ប្រេងខ្យងបន្តិចប៊ីចេងបន្តិចហើយនឹងម្សៅស៊ុបបន្តិចដែរជាកន្លះស្លាបព្រាបាយជាមួយនឹងអំបិលបន្តិចនិងស្ករសបន្តិចហើយយើងមានថែមទឹកត្រីបន្តិចនៅក្នុងនឹងដែរយើងកុំឲ្យវាខាប់ពេកយើងថែមទឹកឆ្អិនបន្តិចទៅហើយនឹងទឹកម្ទេសបន្តិចដែរបន្ទាប់មកយើងច្របល់គ្រឿងនឹងឲ្យចូលគ្នាសព្វងាយស្រួលសម្រួលដល់ល្បឿននៃការឆារបស់យើងហើយគ្រឿងរបស់យើងចូលសព្វទៅនឹងមុខម្ហូបរបស់យើងដូចគ្នាដែរតោះមកយើងដាក់ក្តៅហើយយើងចាក់ប្រេងឆាចូលហើយយើងដាក់ខ្ទឹមដើម្បីបំពងឲ្យវាឡើងក្រហមដូចបែបនេះហើយយើងដាក់សាច់ជ្រូកចិញ្ច្រាំដែលយើងបានចិញ្ច្រាំហើយចូលហើយយើងកូរវាឲ្យយើងសក់ឆ្អិនសាច់ជ្រូកនឹងបន្តិចទៅហើយបន្ទាប់មកយើងថែមផ្សិតជាមួយនឹងទឹកជីក្តៅចូលហើយយើងកូរវាឲ្យយើងសប់បន្តិចទៅហើយយើងចាក់ទឹកដែលយើងបានលាយហើយទឹកសោះដែលយើងបានលាយហើយនឹងចូលទៅបន្ទាប់មកយើងច្របល់វាឲ្យសព្វគ្រឿងចូលគ្នាទៅយើងដាក់បន្លែចូលតោះមកយើងច្របល់បន្លែនឹងឲ្យសព្វជាមួយនឹងសាច់ជ្រូករបស់យើងដែលយើងបានច្រានជាមួយគ្រឿងហើយនឹងរហូតដល់បន្លែរបស់យើងឆ្អិនហើយក៏យើងដាក់ដើមឆាយចូលព្រោះដើមឆាយវាងាយឆ្អិនជាងបន្លែពីមុខហ្នឹងហើយនៅយើងចង់ឲ្យវានៅរាងស្រស់មើលទៅស្អាតគួរឲ្យចង់ញ៉ាំតោះមកយើងច្របល់វាចូលឲ្យសព្វចូលគ្នាទៅបន្ទាប់ពីបន្លែឆ្អិនហើយយើងត្រូវបិទភ្លើងសិនបន្ទាប់មកយើងដាក់មីសួរចូលយើងច្របល់មីសួរហ្នឹងដោយអត់បើកភ្លើងទេរហូតដល់មីសួរជាមួយនឹងគ្រឿងបន្លែសាច់របស់យើងហ្នឹងចូលសព្វចូលគ្នាហើយបើយើងបើកភ្លើងតិចតិចវិញឆាម្ដងតិចរហូតដល់ឆ្អិនទើបមីសួររបស់យើងមើលទៅវានៅមានជាតិទឹកក្នុងហ្នឹងហើយវាអត់ស្អិតឬមើលក៏ស្ងួតពេកដូចបងប្អូនបានឃើញចឹងសម្រាប់ទទួលបានវីដេអូបន្ទាប់ជួយ follow page ម្នាក់មួយផងសូមអរគុណ